ngày nay nhóm mở tè mơ trong đăng thaពួកគាត់ដកដង្ហើមបានត្រូវអត់ដោយសារតែខ្ញុំទើបតែរៀនវគ្គមួយដែលហាត់ស្ត្រីមានតៃពោះដែលហើយក្នុងហ្នឹងគេមានបង្រៀនពីរបៀបដកដង្ហើមតោះឥឡូវឲ្យខ្ញុំចង់ឲ្យគាត់ដកដង្ហើមមើលតើគាត់ដកដង្ហើមត្រូវអត់ឥឡូវខ្ញុំឲ្យគាត់ដកដង្ហើមធម្មតាសិនតោះដកចូលនេះបងប្អូនឃើញទេពេលដែលគាត់ដកចូលព្រោះមកគាត់រៀងមានអារម្មណ៍ហែបឡើងតោះដកភាសាទៀតធម្មតានេះតាមឃើញពេលដែលគាត់ចុះដើមទ្រូងគាត់រៀងចុះមកតោះដកចូលនេះបងប្អូនឃើញពេលដែលគាត់ដកឡើងដើមទ្រូងគាត់ហែបឡើងស្មាហ្នឹងក៏ហែបឡើងដែរអញ្ចឹងជាបញ្ហាពេលខ្លះយើងមួយថ្ងៃដឹងដកប្រហែលដងហើយអញ្ចឹងនេះគាត់ដកឡើងប្រឹងព្រោះប្រឹងអាកនេះឡើងជាបញ្ហាធ្វើឲ្យយើងរឹងឬក៏យើងឈឺកចូលក្នុងនឹងមួយផ្នែកទូចដែរតោះអញ្ចឹងថ្ងៃនេះខ្ញុំមកប្រាប់គាត់ថាធ្វើម៉េចឲ្យដកដង្ហើមឲ្យត្រូវអញ្ចឹងដកដង្ហើមឲ្យត្រូវពេលដកចូលព្យាយាមធ្វើម៉េចកុំឲ្យឡើងស្មាហើយនឹងឡើងព្រោះពេលដកចូលថែមប៉ោងទៅពោះតោះដកចូលនេះឃើញទេពេលគាត់ដកចូលត្រូវថែមនៅក្នុងពោះអានេះអត់ឡើងទេតោះភាសាទៀតស៊ូមមើលឲ្យឃើញច្បាស់មកតោះចូលតោះក្រុមចេញវិញធម្មតាមកតោះនេះហេដល់ពេលថែមគាត់ដកចូលត្រូវទ្រូងអត់ទៅឡើងទេហើយចូលទៅពោះប៉ោងទៅពោះហើយអញ្ចឹងមានន័យថានេះជាការដកដង្ហើមមួយដែលត្រឹមត្រូវអញ្ចឹងអ្នកខ្លះគាត់ដកដង្ហើមត្រឹមទ្រូងទេជាបញ្ហាធ្វើឲ្យដង្ហើមគាត់ខ្លីអញ្ចឹងដកចូលពេលដកចូលយើងដកតាមច្រមុះផ្លុំចេញតាមមាត់អញ្ចឹងអានេះខ្ញុំគ្រាន់តែប្រាប់ថាវាដកដង្ហើមហើយយើងអាច check មើលខ្លួនឯងថាយ៉ាងម៉េចដែរអញ្ចឹងឥឡូវយើងចូលមកតមួយទៀតដកដង្ហើមដើម្បីអីពេលដែលនេះខ្ញុំភ្ជាប់ជាមួយនឹងអ្នកដែលគាត់ប្រឹងពោះអញ្ចឹងគាត់ប្រឹងពោះគាត់ដឹងថាប្រឹងយ៉ាងម៉េចទៅប្រឹងពោះប្រឹងម៉េចប្រឹងពោះឲ្យរឹងដូចគេបាញ់ប្រឹងពោះឲ្យរឹងឲ្យដូចគេបាញ់អញ្ចឹងទម្រង់ចេះហើយយើងប៉ោងឡើងនេះហ្នឹងហើយតោះឥឡូវខ្ញុំប្រាប់ទម្រង់ប្រឹងពោះមួយផ្សេងទៀតតោះដកដង្ហើមចូលដកឲ្យចូលក្នុងពោះអត់មានដកឡើងនេះទេតោះចាំមើលពោះគាត់នេះប៉ោងបន្ទាប់មកផ្លុំឲ្យចេញពីពោះអស់តាមមាត់ខុសគ្នាមិនគាត់ប្រឹងពោះប៉ោងอะไรទេតែដល់ពេលខ្ញុំឲ្យគាត់ប្រឹងតាមការដកដង្ហើមចេញចូលអញ្ចេះពោះមានអារម្មណ៍ខុសគ្នាមិនវាស្មើជាងមុនហើយមិនទៀតហើយក៏រឹងណែនក៏ជាងមុនដែរហ្នឹងហើយអញ្ចឹងមានសង្កេតឃើញពេលដែលយើងដកចូលតោះដកចូលក្នុងពោះដកចូលពោះដកតាមច្រមុះផ្លុំតាមមាត់មានអារម្មណ៍ខុសគ្នាមិនមានអារម្មណ៍ខុសគ្នាមិនទៀតអត់ឡើងអានេះឡើងចូលវាដកមកកុំឲ្យជាកុំឲ្យឡើងគ្រូឲ្យឡើងស្មាណាខុសគ្នាមិនក្បាលពោះដកអញ្ចឹងក្បាលពោះមិនមានអារម្មណ៍មិនពោះប៉ោងគេដល់ពេលឡងចេញមកវាខំតឹងណែនល្អតែមានអារម្មណ៍មួយទៀតគឺក្បាលពោះរៀងខំជាប់គ្នាសកត់ចេះអត់បាទរៀងខំទៅចកប់ចូលហ្នឹងហើយដូចយើងប្រឹងក្បាលពោះចេញកង់អញ្ចឹងទៅបាទហ្នឹងហើយអញ្ចឹងអានេះរបៀបប្រឹងពោះកុំឲ្យបងប្អូនគាត់ថាប្រឹងពោះប្រឹងមិនទៅអត់ដឹងថាប្រឹងពោះប្រឹងមិនអញ្ចឹងប្រឹងពោះគឺប្រឹងអញ្ចឹងបងប្អូនអាចដកដង្ហើមចូលប៉ោងពោះហើយក៏មកផ្លុំចេញតាមមាត់ផ្លុំអស់នេះផ្លឹងអស់អញ្ចឹងផ្លុំអស់ហើយទប់អញ្ចឹងរៀងទប់នេះអញ្ចឹងវារៀងក្បាលពោះរបស់យើងរៀងចូលហើយវារៀងសកត់ចោះចេះទៀតស្រៀងដូចអ្នកដែលគេកលាករដែលគេប្រឹងហ្នឹងហើយប្រឹងក្បាលពោះពេលប្រកួតចឹងហ្នឹងហើយអញ្ចឹងអានេះជារបៀបប្រឹងពោះប្រឹងមិនដកចូលប៉ុន្តែដកអត់ឲ្យឡើងទ្រូងហើយនឹងស្មាទេឲ្យប៉ោងនៅពោះដកតាមច្រមុះពេលដកចូលដកតាមច្រមុះឲ្យប៉ោងពោះអត់ឡើងទ្រូងអត់ឡើងស្មាទេហើយបន្ទាប់មកផ្លុំចេញផ្លុំអស់ផ្លុំតាមមាត់ផ្លុំអស់ឲ្យទប់អាហ្នឹងយើងដឹងហើយអាហ្នឹងគឺប្រឹងពោះគឺប្រឹងចឹងកុំឲ្យបងប្អូនថាខ្ញុំនិយាយប្រឹងពោះប្រឹងមិនអាហ្នឹងគឺប្រឹងចឹងហើយអាហ្នឹងវាតាក់ទងជាមួយនឹងស្ត្រីតេពោះដែលជាឯកសារមួយដើម្បីហាត់ដល់សាច់ដុំតម្រនៅកន្លែងទៅទៀតពេលដែលយើងមានកូនអាសាច់ដុំហ្នឹងវាត្រូវការនេះខ្លះត្រូវការទប់ទម្ងន់ខ្លាំងអញ្ចឹងរឿងស្ត្រីមានតេពោះហ្នឹងខ្ញុំដឹងធ្វើវីដេអូបន្តទៀតថ្ងៃនេះខ្ញុំគ្រាន់តែឲ្យគាត់ដឹងថារបៀបដកថែមថាដកមិនឲ្យត្រូវហើយបន្ទាប់មកប្រឹងពោះប្រឹងមិនបាទអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងអរគុណច្រើន